Hello បងប្អូនថ្ងៃនេះយើងមកធ្វើជាមួយនឹងត្រីតួបំពងស្រួយសំខាន់ណាស់បានបេជាមួយនឹងទឹកថៃប៉ទុំជូបផ្អែមទៀតជាតិមកកម្រិតទៀតថៃនេះខ្ញុំទិញ1គីឡូបាន13000អ្នកលក់ថាថៃស្រែចុះបងប្អូនជួយមើលថៃស្រែក៏អត់ខ្ញុំលាងស្អាតហើយកញ្ញដល់ឆ្អឹងពេលយើងបំពងទាំងសាច់នឹងស្រួយល្អហ្មងជូតស្ងួតហើយបងប្អូនប្រឡាក់ជាមួយនឹងម្សៅបំពងមកតង់ប៉ុន្តែប្រឡាក់ស្ដាងបានហើយត្រីធំយើងប្រើខ្ទះធំដែរគុំស្ដាយខ្លាញ់ត្រូវតែដាក់ខ្លាញ់វិញច្រើនតិចបានថៃយើងបំពងទៅស្រួយបានល្អឥឡូវយើងទៅលាយទឹកសោះខ្ញុំប្រើជាមួយនឹងទឹកអំពិលទុំ10ហ្នឹងហ្មងទឹកអំពិលទុំហ្នឹងគឺមានល្បាយអំពិលរហូតដល់ 99.9% ខ្ញុំដាក់3ស្លាបព្រាទឹកម្ទេស1ស្លាបព្រាទឹកថៃ3ស្លាបព្រាស្ករ3ស្លាបព្រាម្រេចបន្តិចជាមួយនឹងទឹកធម្មតា10ស្លាបព្រាហើយបងប្អូនកូរឲ្យសោកណាខ្ញុំដាក់ខ្លាញ់បន្តិចហើយដាក់ខ្ទឹមម្ទេសចូលលីងឲ្យឈ្ងុយហើយបញ្ចាក់ទឹកសោះចូលបងប្អូនណាភ្លក់មើលស្ទើអត់បើស្ទើយើងអាចថែមថយបានឃើញខាប់អញ្ចឹងគឺបានហើយសម្រាប់ brand អ៊ីសានផាស៊ូនឹងគឺគាត់មាន4មុខមានជាមួយនឹងទឹកអំពិលទុំទឹកញ័រភ្លាទឹកប្រហុកត្រីទឹកសាបនិងទឹកប្រហុកត្រីទឹកសមុទ្រមានតែ4មុខនេះក្នុងដៃបងប្អូនធ្វើបុកល្ហុងធ្វើញ័រគ្រឿងសមុទ្រភ្លាសាច់គោធ្វើទឹកជ្រលក់និយាយទៅធ្វើអីក៏ឆ្ងាញ់ដែរបងប្អូនឯងរត់ទិញនៅផេកគាត់បានណាដាក់ស្ករ3ស្លាបព្រាប្រហុកទឹកសាប3ស្លាបព្រាហើយ2ស្លាបព្រាក្រូចឆ្មាហើយថែមទឹកបន្តិចទៀតគឺឆ្ងាញ់ហើយបងប្អូនទឹកជ្រលក់នេះជ្រលក់បន្លែជ្រលក់ទុំបញ្ចុកអីគឺ the best ហ្មងធ្វើម្ហូបឆ្ងាញ់ហើយបើសិនតែយើងអត់ចេះរៀបចំណាគឺឃើញម្ហូបនឹងអត់តំណងហ្មងហើយសម្រាប់ទឹកស៊ុសហ្នឹងពេលត្រជាក់ហើយយើងចម្លាបពីលើបងប្អូនឃើញអត់ពេលយើងរៀបចំស្អាតគឺគួរឲ្យចង់ញ៉ាំហ្មងឥឡូវយើងភ្លក់ហើយណាអូយបងប្អូនអើយសម្រាប់ថៃហ្នឹងគូស្រួលខ្ញោកតែម្ដងហើយទឹកជ្រលក់មិញហ្នឹងយើងជ្រលក់នំបញ្ចុកគឺត្រូវគ្នាខ្លាំងហើយចំពោះរសជាតិបត់ថៃនេះគឺឈ្ងុយដូចថៃផាត់អញ្ចឹងស្រួយខ្ញោកតែម្ដងមើលវីដេអូហ្នឹងហើយបងប្អូនកុំភ្លេចទិញ410ហ្នឹងដាក់នៅក្នុងផ្ទះណាខាងក៏មាន promotion ទិញ410ថែមម្ដងមានពីរជម្រើសហើយ promotion ហ្នឹងគឺសម្រាប់អ្នកទិញតាម online ខាង free ដឹកទៀត promotion ហ្នឹងគឺចាប់ពីថ្ងៃ20ខែ9រហូតដល់ថ្ងៃ5ខែ10 promotion មួយទៀតគឺចាប់ពីថ្ងៃ21ខែកញ្ញារហូតដល់ថ្ងៃ5ខែតុលា promotion ទិញមួយថែមមួយគឺមាននៅសាខាថ្មីរបស់សាទំនើបជីបម៉ុង371និង9សាខារបស់ជីបម៉ុងទៀតសម្រាប់ផលិតផលហ្នឹងគាត់បានទទួលអាជ្ញាប័ណ្ណ2មានចោះបផលនិងទទួលបានសិទ្ធិផ្ដាច់មុខមកលក់នៅខ្មែរយើងណាដោយមួយស្បែកថៃទៀតបងប្អូនកុំភ្លេចសាក់ធ្វើញ៉ាំណាតានេះឆ្ងាញ់បងអរគុណបងប្អូនដែលទស្សនាវីដេអូចាប់បាយបាយបងប្អូនថ្ងៃនេះមេឃធ្លាក់ភ្លៀងទាំងថ្ងៃហ្មងឃើញអូនកូកាគេអត់ចង់ងើបសោះតែដេកលហូតក្នុងនេះហើយបើមេឃទៅចិត្តអញ្ចឹងបានញ៉ាំស៊ុបមាន់គឺឆ្ងាញ់ខ្លាំងក៏ខ្ញុំស្រីចិត្តថាធ្វើស៊ុបមាន់ហូបមកគ្រួសារហ្មងនិយាយពីទឹកស៊ុបគឺស្រួលធ្វើមែនតើអត់ដល់កន្លះម៉ោងគឺខ្ញុំធ្វើហើយសម្រាប់បន្លែបងប្អូនចូលចិត្តបន្លែណាគឺយើងទិញបន្លែហ្នឹងសម្រាប់ទឹកស៊ុបរបស់ខ្ញុំគឺអត់បង្ងាស់ឆ្អឹងយកជាតិទេគឺខ្ញុំយកជាតិផ្អែមពីបន្លែដូចជាការ៉ុតពោតជាមួយនឹងខ្ទឹមបារាំងខ្ញុំមានជាមួយនឹងទឹកកួនជាមួយនឹងស្ពៃឲ្យបន្ថែមទៀតរបៀបធ្វើក៏ងាយដែរបងប្អូនគ្រាន់តែចាក់ទឹកមកល្មមទៅហើយយើងបង់បន្លែចូលបន្លែណាដែលចេញជាតិផ្អែមយើងបង់ចូលមុនហើយតួឯងរបស់យើងគឺដុំស៊ុបខ្នុរដោយសារបងប្អូនគ្រាន់តែដាក់អាហ្នឹងចូល2ដុំទៅគឺជាតិហ្មងជាតិដូចយើងបានបង្គាស់ឆ្អឹងស៊ុប1ម៉ោងអញ្ចឹងសំខាន់មកប្រអប់មាន2ដុំតែ1000ទេដុំស៊ុបខ្នុរមានរសជាតិឆ្ងាញ់ហើយមានឱកាសឆ្ងាញ់រង្វាន់ទៀតបងប្អូននឹងមានឱកាសឆ្ងាញ់បានខ្សែកមាសឬមួយក៏លុយសុទ្ធរង្វាន់សរុបរហូតដល់500លានរៀលសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចចូលទៅកាន់ page ខ្នុរបានណាងាប់ហើយឃើញអត់ខ្ញុំគាត់តែនិយាយមកផ្លែទេបងប្អូនឆ្អិនបាត់ហើយសម្រាប់ស៊ុបហ្នឹងបងប្អូនអាចញ៉ាំជាមួយនឹងសាច់គោបកាអីក៏បានដែរតែខ្ញុំញ៉ាំជាមួយនឹងសាច់មាន់ចឹងខ្ញុំត្រូវស្ងោរសាច់មាន់ហ្នឹងឲ្យឆ្អិនសិនបានយើងញ៉ាំបានអត់ជ្រលក់ដូចសាច់គោបានទេហើយបញ្ជាក់កន្លែងហ្នឹងតិចដោយសារថ្ងៃមុនបងប្អូនស្មានតែខ្ញុំជ្រលក់ហើយខ្ញុំញ៉ាំយកហ្មងអត់ទេបងប្អូនតែសាច់មាន់យើងឆ្អិនហើយយើងបានញ៉ាំបានញ៉ាំសាច់គោបកាអីយូរក៏ត្រឡប់នេះត្រូវអត់ចឹងខ្ញុំញ៉ាំសាច់មាន់វិញម៉ាក់អ្នកធ្វើឲ្យប៉ាប៉ាញ៉ាំហើយអូនកូកាអ្នកបញ្ចុកអូយហូរណាបាននេះមានទាំងកូនស្រឡាញ់មានទាំងប្រពន្ធស្រឡាញ់ទៀតនេះហើយមួយទៀតថ្ងៃ16ហ្នឹងគឺជាថ្ងៃ Friday Day ចឹងបងប្អូនកុំភ្លេចធ្វើស៊ុបជាមួយនឹងដុំស៊ុបខ្នុរឲ្យប៉ាប៉ាយើងពិសាយកកលាំងផងណាកូកាស្រឡាញ់តែប៉ាប៉ាបញ្ចុកតែប៉ាប៉ាហ្មងបងប្អូនកុំភ្លេចសាក់ធ្វើញ៉ាំណាទៅនេះមកឆ្ងាញ់ហ្មង